រីករាយកំសាន្តអារម្មណ៍ជាមួយនិទានខ្មែររឿងបុរសទំពែក4នាក់កាលពីព្រេងនាយនៅភូមិមួយមានបុរសទំពែក4នាក់ឈ្មោះខុតមួយឈ្មោះស៊ីមមួយឈ្មោះគុំមួយនិងម្នាក់ទៀតឈ្មោះសុកបុរសទំពែក4នាក់នោះជាមនុស្សកំសត់ទូរគតណាស់ក្មេងៗនិងអ្នកស្រុកក្នុងភូមិតែងហៅគាត់ថាតាប៉ែកទំពែកតាប៉ែកទំពែកជារៀងរាល់ពេលថ្ងៃមួយបុរសទំពែកទាំង4នាក់បានជំនុំស្រស់ស្រួលមូលមតិគ្នាថាយើងទាំងអស់គ្នាពុំអាចរស់នៅក្នុងកន្លែងនេះយូរទៅទៀតបានទេខ្មាស់អ្នកនគរខ្លាំងណាស់ព្រោះអ្នកផងគេមើលងាយយើងពុនប្រមាណដូច្នេះត្រូវយើងចេញទៅរកគ្រូមើលជំងឺដើម្បីឲ្យសក់ក្បាលយើងដោះឡើងដោយជនឯទៀតបុរសទំពែក4នាក់ក៏ស្រស់ស្រួលព្រមព្រៀងគ្នាប្រុងប្រៀបរៀបចំគ្រឿងប្រដាប់ប្រដាធ្វើដំណើររួចក៏ធ្វើដំណើរចេញទៅកាត់ស្រុកធំតូចកាត់ភូមិកាត់ស្រែស្វែងរកពេទ្យហ្មមេមត់ដ៏ប៉ិនប្រសប់ដែលអាចធ្វើឲ្យក្បាលខ្លួនដោះសក់ឡើងវិញបានប៉ុន្តែបុរសទំពែក4នាក់ឥតបានជួបនឹងជនដែលមានឫទ្ធិអំណាចដូច្នោះសោះជនទំពែក4នាក់ក៏ធ្វើដំណើរតទៅទៀតលិចវាលចូលព្រៃលិចព្រៃចូលវាលលុះត្រាតែទៅដល់ព្រៃហែមពៀនដែលជាកន្លែងមហោស្ឫស្សីមួយបុរសទំពែក4នាក់ក៏ចូលទៅក្នុងអាស្រមតាឫស្សីនោះអោនកាយថ្វាយបង្គំដោយសេចក្តីគួរសមតាឫស្សីសួរថាតើអ្នកទាំង4នាក់អញ្ជើញមកពីប្រទេសណាមានការអ្វីបុរសទំពែក4នាក់ក៏ឆ្លើយប្រាប់តាឫស្សីថាជំរាបលោកតាយើងខ្ញុំទាំងអស់គ្នាមកពីប្រទេសឆ្ងាយណាស់ដោយហេតុតែយើងខ្ញុំទំពែកទាំងអស់គ្នាពួកអ្នកស្រុកទាំងឡាយចេះតែសើចចំអកលក់លើយឲ្យជារៀងរាល់ពេលវេលាតើបយើងខ្ញុំអត់ទ្រាំពុំបានចេញមកស្វែងរកគ្រូពេទ្យដែលចេះធ្វើឲ្យក្បាលយើងខ្ញុំដោះសក់ដូចជនឯទៀតឡើងប៉ុន្តែយើងខ្ញុំមិនបានជួបប្រទះគ្រូពេទ្យណាមួយសោះអាស្រ័យហេតុនេះបានជាយើងខ្ញុំខំធ្វើដំណើរទាល់តែមកដល់អាស្រមលោកតានេះសូមលោកតានិតអាសូរយើងខ្ញុំជួយធ្វើឲ្យពួកយើងខ្ញុំដោះសក់ដូចគេឯទៀតឡើងតាឫស្សីឆ្លើយថាចុះមានលំបាកអ្វីចៅទាំងឡាយអើយនៅទីនេះមានត្រពាំងទឹកស័ក្តិសិទ្ធិមួយចូលអ្នកទាំងឡាយទៅមុជទឹកត្រពាំងនោះចុះប៉ុន្តែត្រូវអ្នកទាំងអស់គ្នាមុជតែម្ដងបានហើយកុំមុជច្រើនដងឲ្យសោះកាលបើបានលឺតាបោះប្រាប់ឲ្យឆ្នោះហើយបុរសទំពែកទាំង4នាក់ក៏កើតសេចក្តីរីករាយជាក្រៃលែងហើយចុះទៅមុជទឹកក្នុងត្រពាំងនោះទាំងអស់គ្នាមួយសន្ទុះក្រោយមកបុរសទាំង4នាក់ងើបចេញពីត្រពាំងទឹកឡើងហើយនៅលើក្បាលរៀងខ្លួនក៏មានដុះសក់យ៉ាងក្រាស់ខ្មៅរលោងលោកតាទំពែកទាំង4នាក់ក៏នាំគ្នាសម្លឹងមើលក្បាលគ្នាទៅវិញទៅមកហើយលន់មុតសរសើរតែរៀងខ្លួននៅខណៈនោះបុរសទំពែកទាំង4នាក់ក៏កើតមានចិត្តលោភលន់ពុនប្រមាណទៅជំនុំគ្នាថាយើងទាំងអស់គ្នាបានមុជទឹកនេះត្រឹមតែម្ដងប៉ុណ្ណោះឃើញថាបានល្អប៉ុណ្ណេះហើយចុះទម្រាំបើយើងមុជច្រើនដងទៅទៀតតើយើងនឹងល្អយ៉ាងណាទៅតាបោះប្រហែលជាមិនចង់ឲ្យយើងល្អណាស់ទេមើលទៅបានជាបង្កប់ឲ្យយើងមុជទឹកតែម្ដងម្នាក់ដូចនេះគួរតែយើងទៅមុជទឹកឲ្យបានម្ដងម្នាក់ទៀតបន្ទាប់មកបុរសទំពែក4នាក់ក៏ស្រស់ស្រួលគ្នាហើយបបួលគ្នាទៅមុជទឹកសាជាថ្មីទៀតប៉ុន្តែម្ដងនេះកាលបើងើពីទឹកមកវិញភ្លាមបុរសកំសត់យើងជ្រុះសក់បាត់អស់រលីងនៅសល់តែក្បាលទំពែករលោងឈិលដោយកាលពីដើមវិញអាស្រ័យហេតុនេះបុរសទំពែក4នាក់ក៏កើតសេចក្តីជឿចាប់ព្រួយចិត្តជាក្រៃលែងហើយក៏បបួលគ្នាមុជទឹកម្ដងទៀតប៉ុន្តែលុះងើពីទឹកឡើងក្បាលនោះរត់តែទំពែករលីងជាងមុនទៅទៀតថ្ងាសក៏កាន់តែរលោងឡើងកាលពីពេលមុនបុរសទំពែក4នាក់គ្រាន់តែមានសក់ពី3សរសៃដោះនៅលើក្បាលប៉ុន្តែកាលបើមុជទឹកអស់ចំនួន3លើកដូចនេះហើយក្បាលបុរសទំពែក4នាក់នោះរលោងស្រិលដូចជាក្បាលសត្វត្រដក់បុរសទំពែក4នាក់អស់សង្ឃឹមក៏ដើរចេញពីទីនោះយំត្អូញត្អែថាការនេះបណ្ដាលមកពីយើងមិនប្រណិប័តតាមដំបូន្មានតាបោះដូច្នេះត្រូវតែយើងត្រឡប់ទៅជួបតាបោះវិញហើយអង្វរលន់តួសូមឲ្យគាត់ជួយធ្វើក្បាលយើងបើមិនបានទៅជាល្អទេហើយណាស់ក៏ឲ្យបាននៅប្រហែលពីដើមវិញកុំឲ្យរលីងរលោងស្រិលដូចក្បាលត្រដក់ដូច្នេះវាអាក្រក់ណាស់លុះជំនុំគ្នាដូច្នោះហើយបុរសទំពែកទាំងឡាយក៏ធ្វើដំណើរត្រឡប់ទៅកាន់ទីលំនៅតាបោះវិញតាបោះសួរថាតើមានការអីចៅទាំងឡាយចៅទំពែកក៏ឆ្លើយថាលោកតាជាទីគោរពយើងខ្ញុំសូមអង្វរលោកតាសូមលោកតាមេត្តាត្រាប្រណីទោសដល់យើងខ្ញុំផងត្បិតយើងខ្ញុំពុំបានធ្វើតាមបង្គាប់លោកតាបានជាក្បាលយើងខ្ញុំរត់តែរលីងជាងថ្ងាសទៅទៀតយើងខ្ញុំសូមអង្វរលោកតា
ឲ្យជួយធ្វើយ៉ាងណាឲ្យក្បាលយើងខ្ញុំទាំងអស់គ្នាបើមិនបានល្អក៏សូមឲ្យតែនៅប្រហែលពីដើមវិញក៏បានតាបោះឆ្លើយតបវិញថាអោចៅទាំងឡាយអើយអាត្មាពុំអាចញ៉ាំងខ្លួនអ្នកឲ្យទៅជាយ៉ាងម៉េចបានទៀតទេកំហុសរបស់អ្នកជាភ័ស្តុតាងបង្ហាញឲ្យដឹងថាអ្នកទាំងឡាយពុំអាចប្រតិបត្តិតាមរបបមានពិបាកបានទេតែចូលអ្នកពិចារណាដូចនេះថាសេចក្តីប្រាថ្នាហួសប្រមាណបណ្ដាលឲ្យហិនហោចណាស់ហើយចូលអ្នកត្រឡប់ទៅស្រុកអ្នកវិញទៅគ្មានមធ្យោបាយអ្វីអាចផ្លាស់ប្ដូររូបអ្នកបានតទៅទៀតទេបុរសទំពេក4នាក់ក៏ត្រឡប់ទៅស្រុកវិញហើយម្ដងនេះអ្នកស្រុករត់តែពោលចំអកលក់លើយឲ្យជាងមុនទៅទៀតបុរសទំពេកទាំង4នាក់ក៏រត់តែខ្មាស់គេលើដើមហើយរកមេមត់យ៉ាងពូកែល្បីល្បាញឲ្យធ្វើប្រេងក្រឡាក្រមួននឹងថ្នាំត្រាំស្មៅឬក៏ឈើមានគុណភាពយ៉ាងប្រណិតមកលាបមករឹតច្របាច់លើសាច់ក្បាលរបស់ខ្លួនព្រមទាំងសូត្រមន្តអាគមគាថាផ្សំជាមួយផងតែទោះបីខំធ្វើយ៉ាងណាក៏ក្បាលនៅតែគ្មានសក់ដដែលរលោងស្រិលដូចជាគ្រាប់គ្រោះសមុទ្រនេះគឺជាផលកម្មពិតប្រាកដដោយគាត់បានប្រព្រឹត្តអំពើកំហុសអ្វីមួយពីជាតិមុនឬមួយកាលពីជាតិមុនគាត់ប្រកបរបររកស៊ីកាត់សក់ហើយបំពេញករណីយកិច្ចរបស់ខ្លួនពុំបានត្រឹមត្រូវទោះបីមានអត្តភាពគួរឲ្យអាម៉ាស់ដោយពោលហើយក៏ដោយក៏បរិសុទ្ធទំពេកទាំង4នាក់នោះមានចិត្តដូចជនឯទៀតដែរគឺមានចិត្តប្រាថ្នាជាខ្លាំងចង់យកក្បាលគាត់ទៅកើលើទ្រូងនារីជាទីសប្បាយប៉ុន្តែគ្មានស្រីណាម្នាក់ព្រមស្រឡាញ់បរិសុទ្ធទំពេកទាំង4នាក់នោះសោះដោយហេតុតែគាត់មានរលាក្បាលរលីងរលោងដូចត្រឡោកដែលគេខាត់ដើម្បីទុកដួសទឹកផឹកហេតុនេះហើយបានជាគេឃើញបរិសុទ្ធទំពេកមានវ័យចាស់ណាស់ទៅហើយក៏ប៉ុន្តែពុំទាន់មានប្រពន្ធនៅឡើយហើយទោះបីគាត់មានអាយុចាស់ប៉ុណ្ណាក៏ដោយគាត់នៅតែខំស្វែងរកប្រពន្ធឥតឈប់ឈរប៉ុន្តែម្ដងនេះប្រុសទំពេកទាំង4នាក់ចេញស្វែងរកប្រពន្ធដោយចិត្តងប់ងល់ឆ្លក់តែម្ដងគេពុំដឹងថាតើមានហេតុយ៉ាងណាទេគេគ្រាន់តែដឹងថាគឺជាវត្ថុបំណងរបស់គាត់យូរណាស់មកហើយការនេះក៏ទៅជាទម្លាប់មួយរបស់ពួកគាត់ប្រេងវាសនាបាននាំគាត់ទាំង4នាក់ឲ្យមកជួបគ្នាហើយស្រឡាញ់គ្នាណាស់បានស្បត់គ្នាថាមិនត្រូវរស់នៅបែកគ្នាឡើយបើមួយទៅណាអ្នកឯទៀតក៏ត្រូវទៅតាមដែរហេតុនេះហើយបានជាគេឥតដែលឃើញលេចបុរសទំពេកមួយចេញពីច្រកចង្អៀតដោយឥតឃើញទំពេក3នាក់ទៀតមកតាមក្រោយឡើយគេតែងឃើញឈ្មោះខុតដែលគាត់មានរាងខ្ពស់ស្គមស្លៀកខោខ្លីដើរមុខគេហើយដើរលឿនដាច់មិត្តគាត់ទាំងអស់ទោះបីគាត់ខំប្រយ័ត្នកុំឲ្យដើរលឿនចោលគេក៏ដោយបន្ទាប់មកគេឃើញឈ្មោះសឹមដែលមានមាឌតូចធាត់ខំដើរទីងទាំងតាមខុដដូចសត្វអណ្ដើកបន្ទាប់មកទៀតគេឃើញឈ្មោះគុំនិងសុកដើរទន្ទឹមស្មាគ្នាពីរអ្នកនេះជាមនុស្សជជែកលោឡាដាក់ត្រចៀកគ្នាព្រោះត្រចៀកពុំសូវបានថ្ងៃមួយខុដនិយាយទៅកាន់ចម្លាញ់ខ្លួនថាយើងពុំអាចរកប្រពន្ធនៅក្នុងស្រុកនេះបានទេទោះចាស់ក្តីក្មេងក្តីស្រីនៅក្នុងស្រុកនេះគេមាក់ងាយមាក់ថោកយើងទាំងអស់គ្នាដោយហេតុតែក្បាលយើងគ្មានសក់ប៉ុន្តែបើយើងទៅកាន់តំបន់មួយទៀតប្រហែលជាយើងមានសំណាងជាងនេះហើយបើមាននរណាថាយើងចាស់ជាងអាចឆ្លើយទៅវិញថាសក់យើងវាជ្រុះព្រោះវាជាធម្មតារបស់ជនដែលអាយុច្រើននិងមានការព្យាយាមគិតគូរច្រើនកាលបើដូច្នោះអ្នកស្រុកមុខជាយល់ថាយើងជាអ្នកមានការសិក្សាច្រើនហើយជឿថាយើងជាអ្នកប្រាជ្ញផងនៅពេលនោះបុរសទំពេក4នាក់ក៏ពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរហើយព្រមព្រៀងគ្នាយល់ថាយើងកុំនឹកព្រួយក្រែងស្រីនៅស្រុកឯទៀតមិនស្អាតដូចជាស្រីនៅស្រុកកំណើតរបស់ខ្លួនសឹមខ្លាចអស់កម្លាំងដោយធ្វើដំណើរឆ្ងាយបាននិយាយអង្វរខុតកុំឲ្យដើរលឿនពេកសុកបានរំលឹកយ៉ាងម៉ឺងម៉ាត់នៅពាក្យសម្បត្តិថាយើងមិនត្រូវបែកគ្នាឲ្យសោះមិនត្រូវមានប្រពន្ធចោលគ្នាឬក៏ត្រូវមានប្រពន្ធទាំងអស់គ្នានៅស្រុកណាមួយជាមួយគ្នាអាស្រ័យហេតុនេះវេលាព្រឹកមួយពេលមុនថ្ងៃរះពេញពន្លឺគេឃើញបរិសុទ្ធទំពេក4នាក់មានដៃកាន់ដំបងនិងស្ពីតៃមួយម្នាក់ស្លៀកសំពត់ថ្មីដើរចេញពីភូមិទៅកាត់ផ្លូវប្របមាត់ទន្លេធ្វើដំណើរតម្រង់ទៅទិសខាងជើងដងនេះគេឃើញបរិសុទ្ធទំពេកដើរមួយដើម្បីអនុគ្រោះដល់សឹមឲ្យគាត់ដើរទាន់ផងបរិសុទ្ធទំពេកមានខ្នងកោងហើយគាត់ដើរទប់ខ្លួននឹងឈើច្រត់ប៉ុន្តែគាត់នៅមានចិត្តចង់សប្បាយពុនប្រមាណហើយជាធម្មតាគេតែងឃើញខុដដើរលឿនចោលគេទាំងអស់រួចមួយសន្ទុះក្រោយមកទៅភ្លេចឃើញសឹមដើរខ្វះស្រែកហៅខុដឲ្យបងអង្គជំហានមិនយូរប៉ុន្មានបរិសុទ្ធទំពេក4នាក់បានដើរទៅដល់ភូមិមួយបបួលគ្នាចូលទៅក្នុងភូមិនោះជាទេសកាលអ្វីក្នុងថ្ងៃនោះនៅក្នុងភូមិនោះមានកើតរឿងហេតុមួយយ៉ាងធំគឺស្រីមេម៉ាយម្នាក់ចាប់បានបុរសម្នាក់កំពុងដេកជាមួយនឹងកូនក្រមុំគាត់
ហើយគាត់ក៏ប្តឹងពុំសុខចិត្តនឹងបរោះនោះដើម្បីនឹងសម្រាលកំហុសរបស់ខ្លួនបរោះខលបានឆ្លើយដោះសារទៅនឹងចៅក្រមថានាងក្រមុំនេះជាសហាយរបស់ខ្លួនយូរណាស់មកហើយប៉ុន្តែនាងនោះបានឆ្លើយបដិសេធជាដាច់អហង្ការថាខ្ញុំមិនបានស្គាល់មនុស្សពីរនេះទេវានេះជាមនុស្សកុហកឥតខ្មាស់វាបានលបលួចចូលមកក្នុងបន្ទប់ខ្ញុំជាចោរនៅពេលខ្ញុំកំពុងដេកលក់ហើយបានប្រើកម្លាំងបាយបង្ខំខ្ញុំឲ្យព្រមធ្វើតាមបំណងវាទោះបីខ្ញុំខំនិយាយអង្វរយ៉ាងណាក៏វាពុំព្រមស្ដាប់សោះឡើយឮដូច្នោះចៅក្រមក៏មានចិត្តអល់ឯកពុំអាចរកសេចក្តីពិតបានប៉ុន្តែនៅខណៈនោះស្រាប់តែលេចខុតគុំសឹមសុកដើរចូលមកយ៉ាងមួយហើយបែបសម្រួមខ្លួនដូចជាព្រះសង្ឃនិមន្តទៅប្រសាទហើយមហាជនដែលឈរនៅជុំវិញរោងជំនុំក៏បើកផ្លូវយ៉ាងធំឲ្យបរោះទំពេកចូលព្រមទាំងសម្ដែងសេចក្តីគួរសមដល់បរោះទំពេកទាំងនោះផងព្រោះគេយល់ថាបរោះទំពេកនេះជាបេសកជនរបស់ព្រះពុទ្ធហើយជាចៅក្រមធំបំផុតកាលបើគេសម្លឹងមើលសាច់ឈាមនឹងក្បាលទំពេកសពគ្រប់ហើយគេក៏ជឿថាបរោះទំពេកជាមនុស្សចេះដឹងយ៉ាងជ្រៅជ្រះទៅចៅក្រមប្រគល់កន្លែងខ្លួនឲ្យគាត់អង្គុយវិញកាលបានអង្គុយស្រួលបួលហើយបានដឹងកិច្ចការសពគ្រប់បរោះទំពេកទាំង4នាក់ក៏អង្គុយនៅស្ងៀមសេចក្ដីគិតមួយសន្ទុះរួចគាត់ក៏ចាប់និយាយមុនគេឡើងថាទំពួកវាទៅភ្នៅវាមកបន្ទាប់មកគុំនិយាយថាមានប្រឡាយទៅទឹកវាហូរបន្ទាប់មកទៀតសឹមនិយាយថាតែកន្លែងណាមានដុះត្រឡាចវាមានដុះឃ្លោកនៅទីបំផុតសុកនិយាយថាកន្លែងណាឆ្កែវាធំក្លិនទឹកនោមវាលើកជើងកាលបើពោលពាក្យមួយឃ្លាម្នាក់ដោយពុំមានអត្ថន័យដូច្នេះរួចហើយបរោះទំពេកក៏បង្គាប់ឲ្យរៀបការបរោះស្ត្រី2នាក់នោះទៅនៅពេលនោះអ្នកស្រុកនិងចៅក្រមទាំងឡាយក៏ស្ងើចសរសើរនៅគតិបណ្ឌិតនឹងការឆ្លៀសវៃនៃចៅក្រមទំពេកជាច្រើនហើយក៏បបួលគ្នាជូនវត្ថុជារង្វាន់ដល់គាត់ទាំងអស់គ្នាជាច្រើនដែរឯម្ដាយនៃស្ត្រីដែលមានរឿងនោះក៏ពេញចិត្តនឹងការកាត់សេចក្តីនេះហើយក៏ចូលទៅសំពះសម្ដែងអំណរគុណដល់បរិសទំពេកទាំង4ប៉ុន្តែទោះបីមានល្បីឈ្មោះដូច្នោះក៏នៅតែស្រីពុំព្រមស្រឡាញ់បរិសទំពេកទៀតទៅបរិសទំពេកទាំងអស់គ្នានឹកឃើញដល់ស្រីមីម៉ាយដែលខ្លួនបានកាត់ក្តីឲ្យកាលពីថ្ងៃមុនហើយគាត់ក៏ផ្ដាំនិយាយថាគឺជាស្រីដែលមានចរិយាសមរម្យណាស់គុំបន្តថាជាស្រីមានការអប់រំប្រកបដោយបែបបទល្អសុកបន្ថែមថាពិតមែនតែស្គមបន្តិចប៉ុន្តែមានសម្រស់សឹមបញ្ជាក់ក្រោយគេថាពុំដឹងជាហេតុអ្វីកាលបើឃើញគាត់ខ្ញុំចេះតែនឹកដល់ម្ដាយខ្ញុំដែលជាការអាចឲ្យខ្ញុំទាយបានថាគាត់ជាស្រីប្រសពចាត់ចែងកិច្ចការក្នុងផ្ទះមានចិត្តសន្តោសហើយមានសម្ដីទន់ភ្លន់ផ្អែមល្ហែមចេះថ្នាក់ថ្នមបីបំបំពេផងបន្ទាប់ពីមានយោបល់រៀងខ្លួននៅឆ្នោះហើយទំពេកទាំង4ក៏សម្រេចចិត្តថាត្រូវទៅដណ្ដឹងស្រីមេម៉ាយនោះធ្វើជាប្រពន្ធស្រីមេម៉ាយនោះឈ្មោះយាយអៀងគាត់ចាស់ណាស់ទៅហើយថ្មិញក៏បាក់សាច់ក៏ឡើងជ្រីវជ្រួញយុយាសម្បល់ស្រកាប់មើលទៅឃើញដូចសម្បកមកខុតនិយាយពីយាយអៀងមេម៉ាយកាលបើបានឮដំណឹងដូច្នោះគាត់ក៏នឹកក្នុងចិត្តថាអញនេះជាស្រីដំបូងបង្អស់ក្នុងប្រទេសខ្មែរដែលត្រូវបានជួបការសប្បាយអស្ចារ្យដូច្នេះពីដើមអញស្មានថាអញនេះជាមនុស្សចាស់រយីហើយអាក្រក់ក្រៃលែងអស់មាននរណាមកស្នេហាអញហើយព្រោះមានតែឆ្កែទេដែលនៅដេញតាមព្រោះអញបើចំណែកឯក្មេងអនាថាវិញកាលណាវាឃើញអញវាបបួលគ្នារត់ចេញឆ្ងាយដោយវាស្រែកថាអញជាយាយចាស់កំណាចឥឡូវស្រាប់តែឮដំណឹងថាបរិសទំពេក4នាក់ចូលមកដណ្ដឹងអញរៀបការគឺដណ្ដឹងទាំង4នាក់ព្រមគ្នាតែម្ដងដូច្នោះអញសប្បាយចិត្តណាស់ប៉ុន្តែទោះតែពុំទាន់ប្រកាសតើអញទៅរើសយកមួយណាបើគ្មានអ្នកណាល្អជាងគ្នាផងជនទី1មានមាឌធំប៉ុន្តែស្គមដូចជាសម្បកសម្ដេចស្ងួតជនទី2ធាត់ប៉ុន្តែជើងខ្លីដូចជាសត្វទុងឯ2អ្នកទៀតមានរាងសំសួតបន្តិចប៉ុន្តែថ្លង់ម្យ៉ាងទៀតបើអញយកមួយធ្វើប្តីមុខជាម្នាក់ទៀតខឹងសម្បាននឹងអញពុំខានអញមិនចង់ធ្វើឲ្យគេអន់ចិត្តនឹងអញសោះដូច្នេះអញត្រូវតែទទួលយកទាំង4នាក់ទើបគាត់នឹកទៀតថាម្នាក់សម្រាប់ដងទឹកឲ្យអញម្នាក់ទៀតសម្រាប់ពុះអោជនទី3សម្រាប់ទៅរកដំឡូងនិងបន្លែជនទី4សម្រាប់បង្កាត់ភ្លើងដាំបាយចំណែកអញអង្គុយនៅស្ងៀមធ្វើការតែបន្តិចបន្តួច
ដូច្នេះខុដដែលមានជើងវែងយីអៀងតម្រូវឲ្យរែកទឹកពីទន្លេមកដាក់ពីងសឹមដែលមានទំនងជាអ្នកល្ងប់តម្រូវឲ្យធ្វើបាយចំណែកឯគុំនឹងសុកជាអ្នកមានត្រចៀកធ្ងន់ហើយដែលយីអៀងយល់ថាជាមនុស្សធ្វើឲ្យគាត់នឿយហត់កម្លាំងព្រោះត្រូវនិយាយខ្លាំងទើបស្ដាប់បានគាត់បានតម្រូវឲ្យទៅព្រៃរកអស់រកវរនិងជីកដំឡូងទោះបីចាត់ការដូច្នេះក៏ដោយក៏គេនៅតែលឺមាត់យីអៀងស្រែកសន្ធប់ជេរប្តីគាត់ទាំង4តាំងពីព្រលឹមទល់ព្រលប់គាត់បន្ទោសថាធ្វើការល្វើយទីមទៀមហើយគាត់ដកដង្ហើមធំឥតឈប់ឈរសោះគាត់ពោលថាកាលគាត់នៅពីក្មេងមនុស្សប្រុសស្រឡាញ់គាត់ខ្លាំងណាស់ហើយគេជាមនុស្សប៉ិនប្រសប់គ្រប់យ៉ាងដូច្នេះតាចាស់ទាំង4ឥតស្គាល់ពេលសម្រាប់សោះយីអៀងតែងតែរីរោគរឿងប្រើបរោះទំពេកឥតមានលហែអាស្រ័យហេតុនេះបានជាខុដទៅដងទឹកនៅអង្គុយត្រេកត្រោតឯមាត់ទន្លេចំណែកគុំនឹងសុកទៅនៅតំអក់តំឯក្នុងព្រៃអ្នកដែលអភ័ព្វជាងគេគឺសឹមព្រោះសឹមនៅផ្ទះជានិច្ចយីអៀងស្ដីបន្ទោសចាស់ឆ្អេះឲ្យគាត់តាំងពីព្រលឹមទល់ព្រលប់ឥតឈប់ឈរហេតុនេះសឹមក៏ទៅជាមនុស្សដែលគេមើលលែងស្គាល់ខ្លួនឡើងស្គមសាច់ស្បែកពុកឡើងស្ងួតក្រៀមដោយសារកម្ដៅភ្លើងហើយទៅជាកើតជំងឺហឺតដោយអំណាចខំភុំភ្លើងឲ្យឆេះឥតឈប់ឈរភ្នែកឡើងក្រហមដោយសារផ្សែងចូលស្ទើរតែមើលអ្វីពុំឃើញទុកត្រួតលើទុកតែគូកូនរបស់គាត់ក៏កើតសេចក្តីច្រណែននឹងគាត់ព្រោះគាត់នៅផ្ទះរាល់ថ្ងៃជាមួយនឹងប្រពន្ធគូកូនគាត់បានព្រួតគ្នាប្រឆាំងនឹងគាត់ហើយតាមព្យាបាទគាត់ឥតឈប់ឈរកាលណាសឹមងាកបែរមុខចេញទៅឯណាគូកូនគាត់ក៏លុបបង់អំបិលមួយក្តាប់ធំទៅក្នុងឆ្នាំងហើយបបួលគ្នាលួចសើចព្រោះដឹងថាដល់ពេលបាយយីអៀងនឹងជេរមនុស្សគ្មានទោសនេះពុំខានដោយអំណាចចិត្តកំហឹងគុំនឹងសុកបបួលគ្នារកកាប់មែកឈើនៅរស់ហើយមានជួរផងយកមកឲ្យសឹមដុតដាំបាយលុះដុតអស់នោះទៅផ្សែងក៏ហុយពេញក្នុងផ្ទះយីអៀងក៏រត់ចេញទៅមាត់ទ្វារហើយគេលឺសូរគាត់ស្រែកជេរចុងភៅកំសត់ពីចម្ងាយរាប់ពុំឈ្នះការហត់នឿយនិងការលំបាកគ្រប់យ៉ាងបានធ្វើឲ្យបរិសទាំង4រត់តែឆាប់ចាស់ក្រុមគ្រាទៅទៀតហើយជំរុលទៅរកតែសេចក្តីស្លាប់ពុំអាចនៅទ្រាំទ្រនឹងយីអៀងដូច្នេះតទៅទៀតបានទេថ្ងៃមួយនៅពេលដែលយីអៀងទៅផ្សារយកស្វាយដែលខ្លួនបេះបានទៅលក់បរិសទំពេក4នាក់នេះក៏ប្រជុំគ្នារួចសម្រេចចិត្តថានឹងចេញពីទីនេះទៅទាំងអស់គ្នាស្វែងរកខ្ញុំកំដរមកបំរើប្រពន្ធជំនួសខ្លួនរៀងខ្លួនខុដក៏បាននិយាយថាយើងមើលឃើញកាន់តែចាស់ហើយកាន់តែខ្សោយថ្ងៃណាមួយយើងប្រកាសជាស្លាប់បងអាសាបើយើងឥតបានសម្រាកសោះក៏ដូច្នោះហើយបរិសទំពេកទាំង4នាក់ក៏ធ្វើដំណើរចេញដោយឥតចាំយីអៀងត្រឡប់មកពីផ្សារវិញទាន់ឡើយហើយនៅថ្ងៃជាមួយគ្នានោះគំនិតចង់បានខ្ញុំបំរើកើតមាននៅក្នុងសន្តានចិត្តនៃចៅចាក់ស្មុកម្នាក់ចៅចាក់ស្មុកនេះជាអ្នកប៉ិនប្រសពណាស់ខាងធ្វើស្មុកធ្វើកន្ត្រកអំពីក្បាលត្នោតដូច្នេះគាត់ក៏ឡើងទៅលើចុងត្នោតមួយខ្ពស់ហើយនឹកគិតក្នុងចិត្តថាអញមិនត្រូវចុះទៅធ្វើស្មុកនេះឯដីទេព្រោះខ្លាចគេលោកមើលឃើញស្គាល់ចំណេះអញដូច្នេះអញត្រូវតែនៅធ្វើស្មុកនៅលើចុងត្នោតនេះកាលបើអញធ្វើបានច្រើនហើយអញនឹងចុះពីចុងត្នោតយកស្មុកទៅលក់ហើយអញនឹងទិញមនុស្សបម្រើម្នាក់មកបម្រើអញនៅពេលបរិសចាក់ស្មុកកំពុងជ្រៀកស្លឹកត្នោតនោះគាត់ក៏នឹកដូច្នេះទៀតថាបើមនុស្សបម្រើនោះត្រូវធ្វើការធ្ងន់បើប្រសិនជាបម្រើអញមិនសូវគប់ប្រសើរទេនោះប្រយ័ត្នត្រូវនឹងកែងជើងអញកំពុងតែគិតដូច្នោះបុរសក៏លើកជើងធាក់ហើយក៏រអិលខ្លួនធ្លាក់ពីលើដើមត្នោតប៉ុន្តែជាសំណាងល្អនៅពេលធ្លាក់នោះបុរសមានស្មារតីបានចាប់ចុងស្លឹកត្នោតជាប់នៅយល់តែតោលកណ្ដាលវាលមើលទៅដូចជាសត្វជ្រឹងស្របពេលនោះដែរមានទ្រមាក់ដំរីម្នាក់ជិះដំរីកាត់តាមនោះចៅចាក់ស្មុកប្រឡេកទៅឃើញក៏ស្រែកហៅយ៉ាងខ្លាំងថាលោកបងទ្រមាក់ដំរីបើប្រសិនជាបងអាចជួយដាក់ខ្ញុំពីលើចុងត្នោតនេះបានខ្ញុំនឹងទៅបម្រើលោកអស់មួយជីវិតកាលបើលឺដូច្នោះបរិសទ្រមាក់ដំរីក៏មានចិត្តត្រេកអរជាខ្លាំងគាត់ក៏គោះដំរីរបស់គាត់ឲ្យដើរយ៉ាងលឿនចូលទៅក្រោមដើមត្នោតហើយបញ្ឈប់ដំរីនៅក្រោមនោះរួចគាត់ក៏ឡើងឈរនៅលើខ្នងដំរីខំប្រឹងចំអើតចាប់ជើងចៅចាក់ស្មុកប៉ុន្តែនៅពេលដែលគាត់ក្រោកឈរនោះគាត់ខំប្រឹងទប់ខ្លួនឡើងញ័រគ្រប់សរសៃហាក់ដូចជាសញ្ញាគោះជំនិះគាត់ឲ្យដើរទៅមុខទៀតដំរីយល់ដូច្នោះក៏ដើរទៅមុខទៀតចោលទ្រមាក់ដំរីដែលខំតោងជើងចៅចាក់ស្មុកបុរសទាំងពីរនាក់នៅតោងស្លឹកត្នោតនោះជាប់មើលទៅឃើញហាក់ដូចជាផ្លែឈើពីរយ៉ាងធំវែងសត្វឆ្អែកទាំងឡាយភ្ញាក់ផ្អើលនឹងទស្សនីយភាពយ៉ាងចម្លែកនោះក៏ហើរក្រឡឹងឆាបហើយស្រែកលន់ទ្រហឹងអើងកងចៅចាក់ស្មុកក៏កាន់តែធ្ងន់ខ្លួនខ្លាំងឡើងទៅទៀតហើយខំប្រឹងតោងស្លឹកត្នោតលុះត្រាតែក្បាប់វាមុតចូលទៅក្នុងសាច់ស្រក់ឈាមមកលើមុខបុរសទ្រមាក់ដំរីជាហេតុធ្វើឲ្យបុរសខាងក្រោមនេះរឹកតែពិតភ័យញាប់ញ័រទៅទៀត
យល់ឃើញថាខ្លួនពុំអាចខំប្រឹងតោងធៀងថ្នត់បានទៀតទេចៅចាក់ស្មុកក៏អង្វរកទៅទ្រមាក់ដំរីដូច្នេះថាចូលអ្នកលេងជើងខ្ញុំទៅខ្ញុំអស់កម្លាំងណាស់ហើយចូលលេងជើងខ្ញុំទៅបើមិនដូច្នោះទេយើងនឹងធ្លាក់ទៅលើដីស្លាប់ទាំងអស់គ្នាមិនតែប៉ុណ្ណោះចៅចាក់ស្មុកបានស្រែកជេរហើយស្ដោះទឹកមាត់ដាក់ក្បាលទ្រមាក់ដំរីជាច្រើនទៀតផងប៉ុន្តែចៅទ្រមាក់ដំរីត្រឡប់ជាស្រែកអង្វរកទៅចៅចាក់ស្មុកវិញថាអោលោកបងអើយសូមលោកបងកុំលេងដៃខ្ញុំឲ្យសោះប្រសិនបើលោកម្ចាស់ត្រឹមតោងលុះត្រាតែមានជនណាគេមកជួយដាក់យើងឲ្យរួចពីចុងថ្នោតនោះខ្ញុំនឹងធ្វើជាខ្ញុំបម្រើលោកវិញលុះត្រាតែខ្សែជីវិតនៅពេលនោះស្រាប់តែលេចចេញបុរសទំពែកទាំង4នាក់ដែលស្វែងរកទីស័កសម្រាប់បម្រើប្រពន្ធខ្លួនទៅដល់បុរសអស់សង្ឃឹមទាំង2នាក់នោះស្រែកហៅបុរសទំពែកទាំងឡាយឲ្យចូលមកហើយនិយាយថាអោលោកឪពុកទាំងឡាយសូមលោកឪពុកជួយយកអាសាខ្ញុំផងខ្ញុំនឹងទៅនៅធ្វើខ្ញុំបម្រើលោកលុះត្រាអស់ជីវិតបានឮដូច្នោះបុរសទំពែក4នាក់ក៏ត្រេកអរជាខ្លាំងទើបខុតនិយាយទៅកាន់គូកនខ្លួនថាយើងពុំដឹងមានមធ្យោបាយអីនឹងរកមនុស្សបម្រើឲ្យបានឥឡូវយើងបានជួប2នាក់នេះហើយចូលយើងសន្ធឹងសម្ពុតឡើងហើយម្នាក់កាន់មួយជ្រុងឈរពីក្រៅមនុស្សយល់ទងនេះលុះធ្វើដូច្នោះហើយបុរសទំពែកទាំង4នាក់ក៏ស្រែកហៅឲ្យបុរស2នាក់ទម្លាក់ខ្លួនចុះមកប៉ុន្តែបុរសខាងក្រោមនេះជាទ្រមាក់ដំរីពុំទាន់ដាច់ចិត្តហ៊ានទម្លាក់ខ្លួនមកហើយស្រែកប្រាប់មកចៅទំពែកដូច្នេះថាអោលោកឪពុកក្មេកតើលោកឪពុកមានកម្លាំងគ្រប់គ្រាន់ទេលោកឪពុកសន្ធឹងសម្ពុតរួចហើយឬប្រកាសហើយឬដើម្បីជាការប្រយ័ត្នទៅទៀតតាទំពែក4នាក់នេះក៏យកជ្រុងសម្ពុតចងជប់ទៅនឹងករៀងខ្លួនរួចខំប្រឹងទប់ខ្លួនទាញសម្ពុតយ៉ាងអស់ទំហឹងរួចស្រែកទៅកាន់បរិសតេងតោង2នាក់នោះថាម្ដងនេះតាធ្វើស្រួលបួលហើយចូលចៅទម្លាក់ខ្លួនមកចៅចាក់ស្មុកនឹងចៅទ្រមាក់ដំរីក៏ទម្លាក់ខ្លួនមកចំកណ្ដាលសម្ពុតប៉ុន្តែអនិច្ចាអើយទម្ងន់មនុស្ស2នាក់នោះបានកន្ត្រាក់ទាញក្បាលទំពែក4នាក់ឲ្យមកទង់ទីគ្នាលន់សូតែភូសេចក្តីហេតុនេះខុតខំសឹមនឹងសុកក៏ខ្សែជីវិតនៅពេលជាមួយគ្នានោះអស់ទៅ